ជាចុងក្រោយសូមផ្ញើទៅដល់បងប្អូនខ្មែរលើយើងប្រើពាក្យបងប្អូនចោះដោយសារតែឈាមជ័ររបស់យើងក៏ជាខ្មែរដែរប្រយ័ត្នខ្លាទៅជាខ្មោចជំនួសជនជាតិសៀមតែហ៊ាននៅជួរមុខកំពុងអប់ក្របបែកអកកំភ្លឹងអបបេដើម្បីតតាំងជាមួយនឹងខ្មាំងឈ្លានពានរបស់យើងប៉ុន្តែបកគលមួយចំនួននៅផឹកនៅរំនៅជារៀងខាតវីដេអូនេះផ្សាយជូនបងប្អូនខ្មែរសរិនខ្មែរសេកេតជាចាំបាច់ខ្លាំងមែនតើបងប្អូនយើងឃើញហ៎បងប្អូនចេញមកប្រយុទ្ធខ្មែរសរិនណាហើយនឹងខ្មែរសេកេតមានខ្មែរផ្សេងទៀតស្លាប់រាប់ពាន់នាក់ប៉ុន្តែនៅក្នុងរបាយការណ៍របស់កងទ័ពថៃគេថាជនជាតិថៃស្លាប់តែ15នាក់មានន័យយ៉ាងម៉េចមានន័យថាគេមិនបានទុកបងប្អូនខ្មែរសរិនគឺជាប្រជាជនរបស់ថៃទេអានិយាយថាគេរុញឲ្យយើងស្លាប់តែម្ដងអញ្ចឹងអ្នកនៅខ្មែរសរិនគួរតែដឹងខ្លួនហើយនឹងអីខ្មែរសរិនខ្មែរសេកេតឃើញទេគេគ្រាន់តែយកបងប្អូនទាំងអស់នឹងធ្វើជាឈ្នន់ដើម្បីផលប្រយោជន៍ប្រទេសថៃទេរាប់រយឆ្នាំមកហើយគេមិនដែលទុកខ្មែរសរិនខ្មែរសេកេតឬក៏មានខ្មែរផ្សេងទៀតដែលខ្ញុំមិនបានចាំឈ្មោះណាជាជនជាតិគេទេគឺអស់ទេឲ្យតែសង្គ្រាមលើកណាបញ្ហាលើកណាគឺអ្នកទាំងអស់គ្នាតែងតែមកស្លាប់ជំនួសជនជាតិថៃជានិច្ចតែម្ដងបើមិនដូចឆ្នោតទេមិនមែនគេដាក់របាយការណ៍ជនជាតិគេស្លាប់តែ15នាក់របួសម៉ានទេចុះរាប់ពាន់នាក់ដែលបានស្លាប់កជើងគ្នាអានឹងជាស្អីនេះឲ្យបានខ្ញុំចេញវីដេអូការសង្គ្រាមលើកទី1ថាបងប្អូនខ្មែរសរិនគួរតែភ្ញាក់រលឹកស្មារតីឡើងភ្ញាក់ឡើងពីព្រោះគេមិនបានអស់លោកទាំងអស់គ្នានោះសំខាន់សម្រាប់ប្រទេសជាតិគេអត់ទេយ៉ាងច្រើនជាខ្មោចជំនួសគេតែប៉ុណ្ណោះឯងប៉ុណ្្នឹងហើយមានខ្មែរសរិនមួយចំនួនអត់ដឹងខ្លួនទេចេញមកទាំងកក្លឿនតែមិនអត់ដឹងខ្លួនទេអត់ដឹងថាខ្លួនឯងមានឈាមជ័រជាខ្មែរដូនតាខ្លួនឯងជាខ្មែរមិនត្រឹមតែមិនជួយខ្មែរមិនត្រឹមតែមិនយកយល់ឲ្យគឺថែមតែបំពេញឲ្យរហូតដល់ប្រមាថថ្មេះដៀលទៅដល់ដូនតាខ្លួនឯងទៀតណែអ្នកដែលដេះដៀលដូនតាខ្លួនឯងបកករមើលគុណអត់បានសេចក្តីសុខទេព្រោះតែតាមធម៌ព្រះក៏ព្រះអង្គសម្ដែងដែរអ្នកដែលរមើលគុណអ្នកនឹងគឺតែងតែសយុទ្ធអញ្ចឹងអ្នកទាំងអស់គ្នានោះគឺនឹងសយុទ្ធនៅពេលណាមួយជាក់ជាមិនខានព្រោះឲ្យយើងរមើលគុណដូនតារបស់យើងដែលខំបង្កើតអ្នកទាំងអស់គ្នានោះមកចដូនចតាយើងខំបង្កើតមកតែបើយើងបែរជាមកបំផ្លាញខ្មែរគ្នាឯងទាំងក្លាហានទាំងតស៊ូសង្ឃថាលះបង់ដើម្បីជនជាតិថៃយើងបានប្រយោជន៍អីអញ្ចឹងវីដេអូនេះផ្សាយជូនទៅដល់បងប្អូនខ្មែរលើនិយាយចំទៅគឺខ្មែរលើមានប្រមាណខែទាំងអស់ហ្នឹងណាសូមមេត្តាគិតពិចារណាឡើងវិញពិចារណាថាយើងគឺជាឈាមជ័រជាខ្មែរហើយទាំងអស់គ្នាពិចារណាមើលស្លាប់រាប់ពាន់នាក់តែគេថា15នាក់គេរាប់តែជនជាតិវាអញ្ចឹងមិនថាប្រយ័ត្នមែនតើមួយវិញទៀតខ្ញុំសូមរំលឹកពុកម៉ែបងប្អូនភាសាទៀតថានៅពេលណាយើងទុនខ្សោយគឺយើងពិបាកនឹងទាមទាររកយុទ្ធធម៌មែនតើពេលណាដែលយើងខ្សោយយើងឃើញព័ត៌មានព្រឹកមិញយើងឃើញខ្ញុំគិតថាមនុស្សជាច្រើនដែលបើកព័ត៌មាននឹងឲ្យខកចិត្តស្ទើរតែមិនគួរឲ្យជឿណាខកចិត្តរឿងអីយើងបានឃើញគេចោះសារព័ត៌មានមួយចំនួនហើយច្រើនមិនមួយចំនួនគឺច្រើនតែម្ដងតាក់ទងជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកណាដូណាល់ត្រាំគាត់ថានឹងយកពន្ធប្រទេសសៀមហើយនឹងប្រទេសយើងនឹងតម្លើងពន្ធដូចគ្នាខ្ញុំអត់យល់ទេស្ដាប់មើលទៅគឺអយុត្តិធម៌សម្រាប់យើងមែនតើទន្ទឹមនឹងយើងត្រូវបានគេឈ្លានពានគ្រប់រូបភាពទាំងអស់បំផ្លាញរចនាសម្ព័ន្ធរបស់យើងគ្រប់បែបយ៉ាងចុងក្រោយគេថាយើងខុសទាំងពីរយើងសាកគិតមើលអញ្ចឹងបានថានៅពេលណាដែលយើងខ្សោយពេលណាដែលយើងមិនទាន់មានកម្លាំងគ្រប់គ្រាន់យើងពិបាកទាមទារស្រែករយយុត្តិធម៌ខ្លាំងណាស់បងប្អូនជាទីគោរពស្រឡាញ់ក្នុងកំឡុងពេលដែលប្រជាជនរបស់យើងមានត្រឹមតែ17លាននាក់ទន្ទឹមនឹងគេជិត100លាននាក់យើងសាកគិតសម្លេងគេខ្លាំងប៉ុណ្ណាអញ្ចឹងសូមមេត្តា17លាននាក់ហ្នឹងណាសូមមេត្តាថារួបរวมសាមគ្គីគ្នាឡើងក្នុងកំឡុងពេលហ្នឹងរួមគ្នាជាកម្លាំងមួយជាធ្លុងមួយកុំបាក់ទឹកចិត្តកុំបំភ័យខ្លួនឯងកុំច្បោកច្បល់ទាំងអស់ខ្ញុំអាចនិយាយបានថាមួយរយៈកន្លងមកនេះមានបងប្អូនជាច្រើនណាស់ដែលគាត់តបប្រមល់ក្នុងចិត្តដែលគាត់ស្មុគស្មាញដែលគាត់ធ្វើអីអត់កើតទេលក្ខណៈមួយថាបែបខែខាលលក្ខណៈថាយើងនិយាយថាវល់អារម្មណ៍មួយគឺនឹងអត់ស្ងៀមណាទាំងភ័យខ្លាចទាំងវល់គ្រប់បែបយ៉ាងទាំងអស់វាមិនមែនជាជំរើសល្អទេយើងទទួលស្គាល់ថារឿងដែលកើតឡើងបែបហ្នឹងគ្មាននរណាម្នាក់ដែលតាំងអារម្មណ៍នឹងទេវាមិនមានទេប៉ុន្តែយ៉ាងណាក៏ដោយយើងត្រូវតែពង្រឹងសេចក្តីក្លាហានរបស់ខ្លួនឯងឲ្យងើបឡើងសេចក្តីក្លាហានឡើងពង្រឹងខ្លួនឯងឲ្យមានសេចក្តីក្លាហានងើបឈរឡើងទាំងអស់គ្នារួមគ្នាសាមគ្គីជាធ្លុងមួយប៉ុន្តែយើងមានរាប់ពាន់ឆ្នាំមកហើយអត់បាត់បង់តាណាទេរាប់ពាន់ឆ្នាំមកហើយបងប្អូនរាប់ពាន់ឆ្នាំមកហើយអញ្ចឹងវានឹងបន្តទៅទៀតប៉ុន្តែអ្វីដែលសំខាន់ខ្លាំងបំផុតនោះតើប្រជាជនរបស់យើងទូទាំងប្រទេសតែយើងព្យាយាមអភិវឌ្ឍខ្លួនបានដល់កម្រិតប៉ុណ្ណាយើងតែងតែប្រៀបធៀបទៅដល់អ៊ីស្រាអែលយើងតែងតែប្រៀបធៀបទៅដល់សិង្ហបុរីប៉ុន្តែយើងមើលទង្វើជនជាតិរបស់អ៊ីស្រាអែលយើងមើលទង្វើជនជាតិរបស់សិង្ហបុរីថាតើគេខំប្រឹងប៉ុណ្ណាដើម្បីឲ្យប្រទេសគេរីកចម្រើនទាំងប្រជាជនទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់
តែគេប្រឹងប្រែងប៉ុណ្ណាចុះសម្រាប់យើងមើលប្រជាជនយើងក្នុងកំឡុងពេលហ្នឹងណាខ្ញុំនៅតែមិនជឿស្ទើរតែមិនជឿថាមានកន្លែងណានៅមានផឹកស៊ីច្រៀងរាំធម្មតាយើងមើលឃើញវីដេអូកំពុងផ្ទុះមួយមើលអញ្ញាធរទៀតច្រៀងរាំនៅខាងនេះដូចនៅអីគេសង្កែអីគេសង្កាត់គេសង្កែខ្ញុំអត់បានអានចំចំណុចហ្នឹងណាវាហួសចិត្តពេកវាគ្រឹះពេកអញ្ចឹងអស់វាក្បត់ចោលទៅអូយខ្ញុំហ៊ាននិយាយថាយើងអារម្មណ៍ពេលហ្នឹងយើងអត់ដឹងថានិយាយយ៉ាងម៉េចទេប៉ុន្តែយើងគ្រឹះចំពោះបុគ្គល3 4នាក់នឹងខ្លាំងប៉ុន្តែឃើញក្នុងកំឡុងពេលប្រទេសជាតិកំពុងមានបញ្ហាគ្រប់យ៉ាងអ្នកម្នាក់នៅអារម្មណ៍អត់ដឹងផងបារម្ភផងភ័យព្រួយផងតស៊ូផងប្រឹងប្រែងផងតែហ៊ាននៅជួរមុខកំពុងអប់ក្របបែកអកកំភ្លើងអបបេដើម្បីតតាំងជាមួយនឹងខ្មាំងឈ្លានពានរបស់យើងប៉ុន្តែបុគ្គលមួយចំនួននៅផឹកនៅរំនៅច្រៀងខាតយើងសហគិតមើលឈឺឆាប់ប៉ុណ្ណាអារម្មណ៍របស់យើងអត់បានទៅជួរមុខទេប៉ុន្តែយើងនៅជួរក្រោយមែនយើងនៅខាងក្រោយមែនតែយើងឃើញទង្វើបែបហ្នឹងយើងឈឺឆាប់ប៉ុណ្ណាបងប្អូនវាស្ទើរតែឈឺចាប់ខ្លាំងស្មើនឹងចោលឈ្លានពានបាត់ទៅហើយតែយើងនិយាយអីចេញក្នុងកំឡុងពេលហ្នឹងអញ្ចឹងបានថាបើយើងចង់ឲ្យប្រទេសរបស់យើងខ្លាំងដោយអ៊ីស្រាអែលដោយសិង្ហបុរីតើទង្វើរបស់យើងយ៉ាងម៉េចវិញយើងចង់ឲ្យខ្លាំងដោយរបៀបយ៉ាងម៉េចចង់ឲ្យខ្លាំងទៅដោយគេខ្លាំងដោយរបៀបយ៉ាងណាវិធីសាស្ត្រយ៉ាងណាដើម្បីធ្វើឲ្យខ្លាំងបានបងប្អូនជាទីគោរពស្រឡាញ់ក្នុងចំណោមខ្លាំងមានច្រើនណាស់ប៉ុន្តែមានមួយចំណុចដែលយើងមិនអាចមើលរំលងបានណាគឺសៀវភៅបងប្អូនអានឲ្យច្រើនអ្នកដែលអត់ចេះភាសាអង់គ្លេសអ្នកដែលអត់ចេះភាសាផ្សេងៗអានជាភាសាខ្មែរមិនខ្វះទេអ្នកប្រែសម្រួលមកជាភាសាខ្មែរសៀវភៅគឺជាការអភិវឌ្ឍខ្លួនមួយដល់ល្អឥតខ្ចោះតែម្ដងបងប្អូនមិនបានរៀនបរិញ្ញាបត្រក៏ដោយមិនបានរៀនបាក់ឌុបក៏ដោយមិនបានរៀនអីក៏ដោយឲ្យតែចេះអានអក្សរខ្មែរអានសៀវភៅប្រសិនបើបងប្អូនចង់ជួយជាតិមាតុភូមិរបស់យើងពង្រឹងខ្លួនឯងពង្រឹងធនធានរបស់យើងឲ្យខ្លាំងតាមវិធីសាស្ត្រណាក៏ដោយហើយក្នុងវីដេអូនេះខ្ញុំក៏ចង់បញ្ជាក់ថាតាមពិតទៅខ្ញុំចង់ជួបអ្នក content creator និង influencer មួយចំនួនដែលគាត់ល្បីនៅក្នុងស្រុកខ្មែរណាខ្ញុំមានការងារដែលត្រូវជជែកជាមួយពួកគាត់មួយចំនួនដែរប៉ុន្តែវាពិបាកតាក់ទងមិនតាក់ទងតាមណាទេហើយណាមួយយើងក៏បន្តមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គមពិបាកមែនតើចង់ធ្វើរឿងជាច្រើនឬក៏យើងចង់ជួយជាតិដល់ផ្នែកណាមួយជាច្រើនក៏យើងអាចនិយាយថាពេលខ្លះក៏យើងត្រូវសង្ងំសិនវាពិបាកនៅក្នុងការនិយាយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងចុងក្រោយសូមផ្ញើទៅដល់បងប្អូនខ្មែរលើយើងប្រើពាក្យបងប្អូនចោះដោយសារតែឈាមជ័ររបស់យើងក៏ជាខ្មែរដែរប្រយ័ត្នខ្លាទៅជាខ្មោចជំនួសជនជាតិសៀមបងប្អូនខ្មែរលើសូមបញ្ជាក់ប៉ុណ្ណឹងអរគុណ